បាទជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវហ្នឹងគឺខ្ញុំនៅពេទ្យបាទនងរបបត្រាមកសញ្ញាឯកសារដើម្បីឆាប់បានព្យាបាលបាទឥឡូវយើងដូរពេទ្យថ្មីបាទតែឥឡូវហ្នឹងបងប្អូននឹងកដៅបានទេនាទីនេះ41 42បងបាទហើយទៅមុខទៀតអាចខ្ទង់កន្លះខែទៅមុខទៀតប្រហែលជាខ្ទង់45ទៅ50បាទកម្ដៅនេះកម្ដៅអាចជៀនសាច់បានណាបងប្អូនបាទនេះពេទ្យបាទនៅពេទ្យអានេះខ្នល់តែភ្លើងលើអាកាសបងប្អូនគេហៅមេត្រូគេហៅមេត្រូនិយាយគេហៅមេត្រូបាទតែភ្លើងលើអាកាសហើយអានេះទស្សនភាពនៅគៀនពេទ្យបាទមានអីគេលក់ដែរប៉ុន្តែអាហារនេះពីចានវាបងប្អូនខ្មែរយើងគាត់អត់សូវចេះហូបទេប៉ុន្តែខ្ញុំរត់ធីគាត់ខ្ញុំហូបបានព្រោះខ្ញុំសម្របខ្លួនបានគ្រប់កលៈទេសៈដល់ណាក៏ខ្ញុំអាចរស់បានដែរបាទគេហូបអីបានខ្ញុំក៏ហូបនឹងបានដែរបាទខ្ញុំអត់សូវទាល់ទេបាទនេះដូងហើយដូងបាទហើយបងប្អូនតានៅក្នុងពេទ្យបងប្អូនចានៅក្នុងពេទ្យបាទខ្ញុំត្រូវទិញឡាស៊ីហូបតិចអានេះគេលក់ប្រភេទអាហារដូចនិយាយទៅដូចបាយហូបគេដែរប៉ុន្តែវាមិនដូចខ្មែរយើងអាហារឥណ្ឌាវាមិនមែនអាហារខ្មែរយើងទេអញ្ចឹងការធ្វើអីរសជាតិអីវាអត់ដូចគ្នាទេបងប្អូនបានគាត់ហូបបានខ្លះក៏ហូបបានទេបាទនេះអាហារឡាស៊ីអាហារឡាស៊ីបងប្អូនហ្នឹងនេះBrother hey hello 50 yeah 40 no 40 okay 40 yes 1 កៅ 40 រូបបាទទិញ1 កៅ 40 រូបហាឡាស៊ីបងប្អូនឡាស៊ីនេះវាស្រួលសុខភាពបងប្អូនហូបខ្ញុំក៏មានបំណងថាយកទៅធ្វើនៅស្រុកខ្មែរដែរបាទនេះកន្លែងគេលក់ឡាស៊ីបាទហើយនោះកន្លែងគេលក់ប្រភេទហើយទៅនេះបន្លែផ្លែឈើបាទផ្លែឈើមានអីទៅមានស្វាយមានអីនេះហូបរបស់បើធម្មជាតិបងប្អូនណាតែល្អខៀវវាស្អាតของធម្មជាតិបងភាពរបស់យើងនៅខ្មែរយើងវាយើងអត់សូវល្អឥណ្ឌាល្អជាងបន្លែផ្លែឈើនេះបងប្អូននេះកន្លែងគេលក់ផ្សេងទូទៅហ្នឹងហើយទ្រាំបងប្អូនបាទសម្រាប់បានទៅខ្មែរវិញហើយកម្មថានឹងបានឆាប់ទៅខ្មែរវិញបងប្អូនខ្ញុំក៏មានអារម្មណ៍ធុញថប់ដែរនៅយូរណានៅចង់យូរបែកគ្រួសារបែកភរិយាបែកបងប្អូនខ្មែរយើងបាទហើយនៅខ្មែរខ្ញុំថ្ងៃសិលខ្ញុំធ្វើអាហាររាល់សិលធ្វើចែកទាន100នាក់ម្ដងទៀតហើយថ្ងៃសៅរ៍នេះថ្ងៃអាទិត្យនេះខ្ញុំធ្វើដែរធ្វើ100នាក់ទៀតដែរបាទអើយបងប្អូននេះបានចេះបានធ្វើទានហើយបានខ្ញុំមានអត់សូវធុញថប់បើសិនតែខ្ញុំអត់បានធ្វើខ្ញុំធុញថប់មកនេះវាយើងយូរទៅយើងមិនដូចនៅស្រុកខ្មែរយើងណាអាហារក៏វាមិនដូចយើងការរស់នៅក៏វាខុសពីយើងចឹងហើយយើងក៏មិនសូវបែរនេះថាមិនថានេះវាអបសុកវាមិនដូចនៅប្រទេសយើងមិនដូចនៅស្រុកកំណើតយើងណាបងប្អូនបាទហ្នឹងហើយហើយនេះទៅឲ្យគាត់ក្លុកបាទគេហៅឡាស៊ីដាក់ក្លុកឆ្ងាញ់ហ្នឹងបងនេះជួយកាពះវៀនជួយគីឡូទៀតបាទអត់ប៉ះពាល់សុខភាពទេអាព្រោះនេះគេធ្វើពីទឹកដោះគោគេច្នៃដោះគោស្រស់ជាទឹកដោះគោជូរហើយគេដាក់រសជាតិវាជូរហើយគេដាក់ស្ករគេដាក់ទឹកកកបន្តិចទៅក្លុកឆ្ងាញ់បណ្ដោយទៅជាតិទៅបាទជួយអាមឆ្ងាញ់អានេះគេហៅពេទ្យអានេះនៅរត់អីបងប្អូននៅតំណបដោថ្មីខ្ញុំមិនដឹងរត់អីនោះបងប្អូនអត់តែភ្លើងបាទនឹងអត់តែភ្លើងឥណ្ឌាបាទនៅលើអាកាសមិនលេងសើចណាបងប្អូនឥណ្ឌាតែភ្លើងគ្រប់កន្លែងជីកទៅកន្លែងណាក៏មានខ្នល់តែភ្លើងដែរតែភ្លើងលើក្រោមក៏មានលើអាកាសក៏មានដែរតែភ្លើងក្រោមដីដល់ដែរឃើញបាទតែមាននៅលើអាកាសហើយនឹងនៅដីស្មៅបើនៅក្រោមដីខ្ញុំមិនដែរអត់ទៅទេមិនមានអត់មើលបើណាមានខ្ញុំប្រាប់បងប្អូនឥឡូវមកអង្គុយចាំបងប្អូនចត្រានៅក្នុងខ្ញុំកំងមកហូបនៅខាងក្នុងនោះឲ្យលោកហើយខ្ញុំបាត់តែនេះហូបមួយកៅបាទហ្នឹងហើយអាកាសធាតុបងប្អូន40ជាងបាទចេញមកចង់ខ្លោចបាទដូចយើងអាការយើងឆ្នាំមុន40ជាង45ដៅគោកដៅមែនទេនោះ